កូនមាសឪពុកចូលកុំភ្លេចធัวថ្លៃជាងពេជ្រនាំដល់ត្រើយមានរូបមានរោគឥតស្រាកស្បាយកូនអើយព្រះធัวមិនចេះឈឺបើកូនរៀនធัวអប់រំចិត្តប្រព្រឹត្តសុចរិតចិត្តកូនភ្លឺជីវិតត្រូវស្លាប់រូបត្រូវឈឺប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេចិត្តភ្លឺខ្លាំងជាងសូរិយាភ្លឺដោយបញ្ញាចិត្តទំនេរកើតចាស់ឈឺស្លាប់ព្រោះក្តីស្នេហ៍ឯចិត្តទំនេរផុតទុក្ខផងចិត្តល្អមិនជរាព្រះធម្មាមិនចេះឈឺខាត់ចិត្តឲ្យបានភ្លឺមានពន្លឺផុតក្តីស្លាប់ពុកម្ដាយសប្បាយចិត្តណាស់ដែលបានឃើញកូនប្រព្រឹត្តល្អប៉ុន្តែពុកម្ដាយក៏ខូចចិត្តណាស់ដែរព្រោះតែការប្រព្រឹត្តមិនល្អរបស់កូនចូលកូនកុំបណ្ដោយឲ្យចំណង់ដែលចង់មានចង់បានចង់រស់នឹងឲ្យអូសទាញកូនទម្លាក់ជ្រោះនៃសេចក្តីវិន័យនោះឡើយឲ្យសូមឲ្យកូនមានសម្បជញ្ញៈកសាងខ្លួនថែរក្សាខ្លួនមនុស្សគឺជាសត្វដ៏ពិសេសដែលអាចកសាងខ្លួនបានឲ្យបានជាទីគោរពនៃទេវតាទាំងឡាយទៀតផងកូនម៉ែឪពុកបើកូនស្រឡាញ់ម៉ែឪនឹងកាលដែលកូនពិចារណាទៅហើយបានដឹងថាខ្លួនជាទីស្រឡាញ់នៃខ្លួនឯងដ៏យ៉ាងក្រៃលែងនោះកូនត្រូវរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អឪពុកសូមប្រគល់នៅពាក្យទាំងអស់នេះដល់កូន1ចូលកូនចាំទុកថាការមិនតស៊ូក្នុងករណីខ្លះគឺជាវីរភាពដ៏ធំធេងក្រៃលែងជាងការតស៊ូយកស្លាប់យករស់ទៅទៀតហើយកូនពិចារណាក្នុងសេចក្តីហ្នឹងចូលកូនកុំរើសយកនៅរបស់ដែលពេញចិត្តដោយអំណាចនៃចំណង់របស់ខ្លួនតែកូនត្រូវរើសយកនៅរបស់នោះដោយសតិបញ្ញាកូនត្រូវពិចារណាដល់ប្រយោជន៍និងទោសនៃរបស់នោះឯងមុននឹងសម្រេចចិត្តថាយកកូនត្រូវកុំក្រោតខឹងជាមួយនឹងមនុស្សដែលធ្វើមិនល្អឲ្យសោះតាមពិតគេនោះក៏ចង់ល្អដែរគ្រាន់តែគេមិនបានយល់ច្បាស់ថាអ្វីជាសេចក្តីល្អអ្វីជាសេចក្តីអាក្រក់ឲ្យបានពិតប្រាកដតែប៉ុណ្ណោះកូនត្រូវដឹងថាក្នុងโลกនេះកម្ររោគអ្នកដែលចេះត្រេកអរនឹងពាក្យបន្ទោសណាស់ដូច្នេះកូនកុំចូលចិត្តបន្ទោសអ្នកដទៃឡើយយ៉ាងទៀតបើកូនចង់តេះឌីលអ្នកណាកូនត្រូវសម្លឹងមើលខ្លួនឯងជាមុនកុំឲ្យគេស្ដីបកត្រឡប់មកវិញមាសប្រាក់ដែលកូនមានបើចាយណាស់រឹតតែអស់ចំណែកចំណេះវិជ្ជាវិញនោះរឹតតែប្រើរឹតតែចម្រើនកូនចូលចាំទុកថាមាសប្រាក់ជារបស់ក្រៅខ្លួនមេត្តាបិតាសប្បាយចិត្តព្រោះកូនចេះស្រឡាញ់គ្នារវាងបងប្អូនកូនចូលធ្វើអ្វីគ្រប់យ៉ាងដោយសុចរិតកាលបើសុចរិតកូនក៏មានចិត្តស្អាតតែបើកូនប្រព្រឹត្តទុច្ចរិតវិញចិត្តរមែងសៅហ្មងទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ក្នុងការដែលឪពុកម្ដាយត្រូវប្រគល់ឲ្យកូននោះទេចំណេះដឹងនិងការប្រព្រឹត្តល្អតែប៉ុណ្ណោះដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់ឲ្យដល់កូនសម្លាញ់ចំបំផុតនៃសេចក្តីលោភលន់មិនចេះគ្រប់គ្រាន់គឺសេចក្តីទុក្ខអ្នកដែលមិនធ្លាប់ឲ្យអភ័យដល់អ្នកដទៃគឺជាអ្នកដែលទន់ខ្សោយដោយគុណធម៌ការឲ្យអភ័យដល់សត្រូវបានគឺជាការសាងមិត្តរមែងរុងរឿងដូចជាព្រះមហោសថបើអ្នកដទៃបោកបញ្ឆោតយើងអាចដឹងបានដោយងាយនិងដោះស្រាយបានដោយងាយផងដែរតែបើកូនបោកបញ្ឆោតខ្លួនឯងវិញគឺដឹងបានដោយលំបាកដោះស្រាយក៏បានដោយលំបាកដែរកូនគួរចាំនៅអ្វីដែលគួរចាំគួរភ្លេចនៅអ្វីដែលគួរភ្លេចបើមិនចាំបាច់ទេក៏មិនចាំបាច់គិតទៅនោះឡើយបើថាជាប្រយោជន៍ហើយក៏គិតឲ្យបានសម្រេចទៅដូច្នេះ
កូនត្រូវដឹងថាការងារណាដែលគួរធ្វើមុនការងារណាដែលគួរធ្វើតាមក្រោយនឹងផងដែរប្រសិនបើកូនដួលព្រោះការឈានដើរទៅមុខវាប្រសើរជាងកូនដែលឈរនៅត្រឹងមួយកន្លែងព្រោះបើកូនឈរត្រឹងមួយកន្លែងកូននឹងត្រូវដួលនៅត្រង់កន្លែងនោះហើយកូននឹងមានឈ្មោះថាជាមនុស្សកំសាកូនត្រូវព្យាយាមក្នុងកិច្ចការដែលជាតួនាទីកូនត្រូវចាំទុកថាជីវិតកើតមកដើម្បីអត់ធន់តស៊ូមិនថាជាមនុស្សឬជាសត្វសុទ្ធតែត្រូវការស្ដាប់ពាក្យផ្អែមល្ហែមពាក្យទួនភ្លន់កូនមាសឪពុកក៏ដូចគ្នាដែរគួរតែនិយាយពាក្យទួនភ្លន់ផ្អែមល្ហែមដល់អ្នកដទៃកាលបើកូននិយាយពាក្យពីរោះចំពោះអ្នកដទៃកូននឹងបានទទួលនៅពាក្យពីរោះពីអ្នកដទៃមកវិញកាលបើកូនទួនភ្លន់ដាក់អ្នកដទៃក៏ទួនភ្លន់ដាក់កូនវិញដែរកូនត្រូវធ្វើឲ្យបានជាទម្លាប់ក្នុងជីវិតជារង្វាន់ដែលកូនផ្ដល់ប្រគល់ឲ្យខ្លួនឯងយ៉ាងក្រៃលែងកូនក៏សប្បាយចិត្ត